ប្រសិនបើអ្នកបណ្ដុះផ្នត់គំនិតទាំង3នេះជីវិតរបស់អ្នកនឹងមានសុភមង្គលនិងរឹងមាំជាងមុនដោយអនុវត្តតាមវិធីសាស្ត្រទាំង3នេះអ្នកប្រាកដជានឹងកាន់តែរឹងមាំក្នុងជីវិតហើយអ្នកនឹងជួបប្រទះនឹងសំណាងនិងសុភមង្គលកាន់តែច្រើន 1. រក្សាស្ថានភាពចិត្តស្ងប់ចូលអនុញ្ញាតឲ្យខ្លួនអ្នកនិងចិត្តរបស់អ្នកមានភាពស្ងប់ស្ងាត់ខ្លះប្រសិនបើចិត្តរបស់អ្នកតែងតែស្មុគស្មាញនិងមិនស្ងប់មិនថាអ្នកធ្វើអ្វីក៏ដោយប្រសិទ្ធភាពការងាររបស់អ្នកនឹងទាបបំផុតលើសពីនេះនៅពេលដែលអ្នកបង្កើតទម្លាប់គិតច្រើនបែបនេះវានឹងប៉ះពាល់ដល់អាកប្បកិរិយានិងរបៀបធ្វើការរបស់អ្នកបន្តិចម្ដងមនុស្សគ្រប់គ្នានឹងតែងតែមានបន្ទុកដែលពួកគេមិនអាចរើចេញបានកិច្ចការគ្មានទីបញ្ចប់ដែលត្រូវធ្វើនឹងកង្វល់រាប់មិនអស់ប៉ុន្តែមិនថាមានរឿងអ្វីកើតឡើងនោះទេដរាបណាអ្នករក្សាចិត្តស្ងប់អ្នកអាចរស់នៅដោយសន្តិភាពនិងមានសេរីភាពពិតប្រាកដដោយមិនខ្លាចសំឡេងរំខាននិងភាពចលាចលនៃពិភពខាងក្រៅនោះឡើយ 2. គ្រប់គ្រងសំឡេងរបស់អ្នកមានសុភាសិតមួយដែលនិយាយថាជំងឺចូលតាមមាត់សំណាងអាក្រក់ចេញតាមមាត់គឺអ្នកដែលមិនដឹងពីរបៀបគ្រប់គ្រងមាត់របស់ពួកគេទំនងជាបង្កបញ្ហាតាមពិតទៅប្រសិនបើមនុស្សម្នាក់អាចរៀនគ្រប់គ្រងមាត់របស់ពួកគេគ្រប់គ្រងបំណងប្រាថ្នារបស់ពួកគេក្នុងការបញ្ចេញមិត្តនិងសំឡេងរបស់ពួកគេនោះគ្រប់ទីកន្លែងដែលពួកគេទៅពួកគេអាចធ្វើឲ្យខ្លួនឯងសប្បាយចិត្តនិងត្រូវបានអ្នកដទៃស្រឡាញ់ដូច្នេះនៅពេលប្រឈមមុខនឹងទំនាក់ទំនងស្មុគស្មាញយើងត្រូវតែទប់ស្កាត់ការជំរុញឲ្យឆ្លោះប្រកែកគ្នាដែលអាចធ្វើឲ្យអារម្មណ៍របស់មនុស្សគ្រប់គ្នាឈឺចាប់ដោយអចេតនានិងធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើងចូលនិយាយដោយស្ងប់ស្ងាត់និងទន់ភ្លន់ទើបអ្នកអាចទទួលបានការគោរពពីអ្នកដទៃនិងបង្កើតទំនាក់ទំនងកាន់តែចុះសម្រុងគ្នា 3. បណ្ដុះបណ្ដាលខ្លួនឯងលោកវ៉ងយ៉េងមិញធ្លាប់បាននិយាយថាអង្គុយស្ងៀមនោះអ្នកនឹងកម្ចាត់ចោលនៃការព្រួយបារម្ភតតែអ្នកអនុវត្តទើបអ្នកអាចកម្ចាត់ចោលនៃការភ័យខ្លាចជាការពិតណាស់ក្នុងជីវិតនេះរឿងតែមួយគត់ដែលអ្នកអាចធ្វើបានគឺស្ងប់ចិត្តបន្ថយល្បឿនកុំបារម្ភរង់ចាំដោយអត់ធ្មត់ហើយឆ្ពោះទៅមុខដោយស្ងៀមស្ងាត់បណ្ដុះបណ្ដាលខ្លួនឯងឲ្យមានភាពចាស់ទុំចិត្តធ្ងន់និងមានគំនិតវិជ្ជមាននោះអ្នកនឹងរកឃើញកំណែដ៏ល្អបំផុតរបស់ខ្លួនអ្នកនឹងជួយឲ្យជីវិតកាន់តែប្រសើរឡើង